សួស្តីបងថ្ងៃនេះមកមើលជាមួយនឹងប្រភេទអាវសណ្ដុងលេងជាមួយនឹងអាវម៉ូដមួយណាតែក៏មកនិយាយជាមួយនឹងបញ្ហាតាក់ទងជាមួយនឹងម៉ូដហើយអ្នកដែលប្រកបជាមួយនឹងអាជីវករដូចពួកខ្ញុំដូចគ្នាដែរវាជាបទពិសោធន៍របស់ខ្ញុំតបទាត់ដែលខ្ញុំចង់ចែករំលែកជូនបងឲ្យដឹងសម័យនេះហើយគឺជាសម័យអនឡាញបងដូច្នេះហើយហេតុដែលខ្ញុំនិយាយតាក់ទងជាមួយនឹងសម័យពីព្រោះចំណុចទី1ដែលធំបំផុតគឺភ្ញៀវគាត់ឆាតមកដែលជាស្នៀតគេហៅថាដាក់សន្ទូចទូត្រីបានត្រីធំហ្នឹងគឺគេសុខចិត្តអត់យកអវ៉ាន់បងសិនហើយគេលើកពាក្យមកនិយាយដើម្បីជាមនោគមដាក់ទៅឲ្យបងយល់ចំណុចទី1ហ្នឹងបងចូលស្ដាប់ណាភាគច្រើនកើតឡើងច្រើនមែនតើគេថាភ្ញៀវគេដាក់អវ៉ាន់ឲ្យគេមិនថា10គ្រាប់ឬ5គ្រាប់ឬ20គ្រាប់ទេឲ្យតែអវ៉ាន់ចូលគឺដឹកដល់ទីតាំងទាំងដែលគេមិនទាន់បានកំងផងហើយគេអត់ហ៊ានទាលុយគេទេលុះត្រាតែភ្ញៀវហ្នឹងលក់បានលុយទៅហ៊ានបកគោលុយហ្នឹងទៅឲ្យខាងម្ចាស់លក់ហ្នឹងម្ដងតិចតាមតែគេលក់បានទៅតែស្ដាប់ឲ្យតន់ណាលក់បានទើបឲ្យលុយលក់អត់បានក៏ឲ្យលុយដែរបងចង់និយាយថានេះគឺជាសម័យពីអើយមកហើយដែលលក់ពវល់បងបែបនេះចាសម័យនេះគឺជាសម័យអនឡាញបងសាក់កាន់លុយទៅទិញលេគេម្ដងបងកំបងលុយឲ្យគេមើលគេលក់ឲ្យបងអត់តើតែបងធ្វើការភេទដាច់ទៅធ្វើការលក់ជូនបងបានណាចឹងការនិយាយបែបហ្នឹងធ្វើឲ្យបងលងខ្លួនលងធ្លងយល់ថាគេលក់បានអញក៏លក់បានដែរអញ្ចឹងអវ៉ាន់ចូលមក5គ្រាប់មិនថាក៏10គ្រាប់ក៏ដល់អញ្ចឹងអញដាក់ឲ្យម្នាក់ហ្នឹងលក់ទៅប៉ុន្តែជាក់ស្ដែងបងខ្ញុំមិនហ៊ាននិយាយដល់5គ្រាប់ឬក៏10គ្រាប់ទេត្រឹមតែ2គ្រាប់ទេបង5ឆ្នាំដឹងសងបងដាច់អត់ចាគេដើរបោកបងអញ្ចឹងគ្រប់ខ្វះអីអ្នកលក់ច្រើនសឹងអី20កន្លែង30កន្លែងរឿងអីគេមិនមានក្រតែយើងថាអ្នកដែលចាញ់បោកគេហ្នឹងចឹងអានេះជាចំណុចមួយដែលសំខាន់បំផុតកុំលងជឿទៅតាមពាក្យគេហើយកុំអនុវត្តតាមជំនាន់ចាស់ពីព្រោះមនុស្សឥឡូវមិនមែនជាមនុស្សសម័យមុនដូចមុនទេណាភាគតិចសូមចូលរួមតែងហើយទូទាត់លុយទៅយ៉ាងហោចណាស់បើថាម៉ូយដែលយើងទុកចិត្តខ្លាំងបំផុតគឺយើងមានថ្ងៃមានពេលវេលាដែលត្រូវបាញ់លុយយើងជា data លក្ខខណ្ឌច្បាស់លាស់ជាក់លាក់អញ្ចឹងណាពីព្រោះអវ៉ាន់ដូចខាងពួកខ្ញុំនេះមិនមែនជាលុយទូទេបងគឺលុយធំតដាច់អស់ពី3-4ពាន់ដុល្លារ3-4-5នាក់គឺចប់គ្មានអីដែលងើបសក់ស្រង់បាញ់បានទេអញ្ចឹងពីខ្ញុំទៅចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាអរគុណ